đây nếu không video này dương đượcศึกษา បន្ត ទៅលើ មេរៀន របស់ យើង គឺ HTML ដែលជា វីដេអូ ទី 2 ហើយ នៅ ក្នុង វីដេអូ នេះ ផង ដែរ យើង នឹង សិក្សា ទៅលើ text ចឹង គេ ថា text គឺជា បណ្ដុំ នៃ keyword ទាំង ឡាយ ដែល ស្ថិត នៅ ចន្លោះ សញ្ញា តូច និង សញ្ញា ធំ ចឹង គឺជា បណ្ដុំ នៃ keyword គឺជា ពាក្យ ដែល សម្រាប់ សំដៅ ទៅលើ code HTML វាកំណត់យកទីខ្ញុំបើកកម្មវិធី Notepad មួយសិនដើម្បីសរសេរអញ្ចឹងខ្ញុំសរសេរថា HTML នេះគឺជា tag HTML មួយអញ្ចឹង tag HTML គឺវាមានរូបរាងបែបនេះគឺមានសញ្ញាតូចហើយ keyword ហើយនឹងសញ្ញាធំអញ្ចឹងទាំងអស់នេះគេហៅថា HTML tag ដែល HTML នេះគឺជា keyword ដែលស្ថិតនៅចន្លោះសញ្ញានេះខ្ញុំឧទាហរណ៍មួយទៀតឧទាហរណ៍ថា head នេះគឺក៏ជា keyword របស់ code HTML ដែរហើយ title គឺជា keyword របស់ HTML ដែរចឹងមួយទៀត tag មានដូចជា empty tag container tag និង nesting tag ចឹងខ្ញុំនឹងធ្វើការបង្ហាញលម្អិតមួយឲ្យអ្នកទាំងអស់គ្នាបានយល់ចឹង empty tag នេះគឺជា tag ទាំងឡាយណាដែលមិនមានការបិទ tag ចឹងជាធម្មតាឧទាហរណ៍ថា HTML 1គឺជា tag HTML បើកប៉ុន្តែវាក៏មានការបិទវិញ HTML ផងដែរអញ្ចឹងនេះគឺជា tag បើកនេះគឺជា tag បិទដែលជា tag បិទវាកំណត់សម្គាល់ទៅលើសញ្ញានេះមួយហើយ empty tag គឺជា tag ដែលមិនមានការបិទបែបនេះទេឧទាហរណ៍ថា BR tag BR នេះគឺជា tag ដែលមិនមានបិទដូចជាសរសេរចេះទេគឺមិនមានការបិទទេយើងសរសេរថា BR ទៅទេគឺវាអាចធ្វើការបានហើយអញ្ចឹង BR នេះគឺជា tag មួយសម្រាប់ចូលបន្ទាត់ break row ដើម្បីចូលបន្ទាត់ហើយដូចជា tag មួយទៀត HR ក៏ជា empty tag មួយដែរគឺយើងប្រើវាសម្រាប់ធ្វើការដាក់បន្ទាត់អញ្ចឹង tag ទាំងអស់នេះខ្ញុំមិនទាន់លម្អិតទៅលើវាទេខ្ញុំនឹងលម្អិតវានៅលើវីដេអូក្រោយមួយឲ្យអ្នកទាំងអស់គ្នាយល់កាន់តែច្បាស់ប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំនិយាយអំពី empty tag គឺជា tag ដែលមិនមានបិទលក្ខណៈបែបនេះហើយ container tag គឺជា tag ដែលមានការបើកនិងបិទដូចជា HTML គឺជា open tag ហើយបិទវិញដោយសញ្ញាបែបនេះគេហៅថា container tag ចំណែកឯ nesting tag គឺជា tag ដែលនៅក្នុង tag ឧទាហរណ៍ថាtag មួយដែលនៅក្នុង tag ឧទាហរណ៍ថានៅពេលនេះយើងមាន head ចឹងឥឡូវខ្ញុំសរសេរទម្រង់ទូទៅរបស់ HTML សិនគឺទីមួយយើងត្រូវមាន HTML បន្ទាប់មកយើងបិទ HTML ខាងក្រោមគេបន្ទាប់មកមាន head ហើយយើងបិទ head វិញហើយ title យើងដាក់នៅក្នុងកន្លែង head tag head នេះខ្ញុំផាសវាមកវិញអញ្ចឹងគឺនេះគឺជា tag head ហើយ tag title នេះវានៅក្នុង tag head អញ្ចឹងគឺជាគេហៅថា nesting tag តែ title នេះយើងគឺសម្រាប់ដាក់ចំណងជើងទៅឲ្យheader នៅពេលបើយើងបង្ហាញ
browser វាបង្ហាញអត់ទេខ្ញុំដាក់ home page ខ្ញុំបិទ title វិញអញ្ចឹង title គឺជា container tag វាមានបិទនិងបើកអញ្ចឹងឧទាហរណ៍ថាខ្ញុំ save វាទៅខ្ញុំ save ដាក់នៅលើ desktop គាត់ថា a.html តោះខ្ញុំ save នេះគឺ a.html គឺជា file html របស់យើងអញ្ចឹងនេះគឺវា load មកហើយគឺថា home page អញ្ចឹងនេះគឺជា title វានៅកន្លែង header